ខ្ញុំរក FF កាលឆ្នាំ2020ខ្ញុំបានស្គាល់នារីម្នាក់នាងឈ្មោះ Kelly នាងស្អាតណាស់ហើយថែមទាំងសុភាពរិទ្ធសាទៀតផងខ្ញុំក៏បានសុំនាងធ្វើជាមិត្តស្រីឯនាងក៏យល់ព្រមធ្វើជាមិត្តស្រីជាមួយនឹងខ្ញុំហើយពួកយើងក៏បានជិះម៉ូតូដើរលេងជាមួយនឹងគ្នាហើយនឹងសាងអនុស្សាវរីយ៍ជាមួយនឹងគ្នាជាច្រើនយើងនៅតែបន្តធ្វើបែបនេះអស់រយៈពេល1ឆ្នាំក្នុងឆ្នាំ2021នាងក៏បាត់ដំណឹងសូនឈឹងមិនដឹងថានាងបាត់ទៅណានោះទេនៅសល់តែអនុស្សាវរីយ៍ដែលយើងបានសាងជាមួយនឹងគ្នាខ្ញុំបានស្វែងរកនាងគ្រប់ទីកន្លែងនៅតែរកមិនឃើញតើនាងទៅណាទៅខ្ញុំពិតជាអស់សង្ឃឹមក្នុងការស្វែងរកនាងខ្លាំងណាស់ថ្ងៃមួយខ្ញុំបានដើរជួបនឹងអ្នកលេង3នាក់ពួកគេចង់សម្លាប់ខ្ញុំក៏ប៉ុន្តែចប់សិនពួកអាអ្នកលេងកុំពេចកុំបោះមិនអោយឯងមកធ្វើអ្វីពេកដាស់នៅទឹកដីយើងទេចុះក៏រយកទេសំណាងហើយក្រុមជួយឃីងគេបានមកជួយខ្ញុំហើយយើងក៏បានរាប់អានគ្នាធ្វើជាមិត្តភក្តិហើយខ្ញុំក៏បាននិយាយរឿងរ៉ាវប្រាប់ទៅកាន់គាត់ក៏បាននិយាយថាមិត្តស្រីរបស់ឯងបាត់ខ្លួនដោយគ្មានមូលហេតុប្រហែលជាមកពីអាក្រុម3សាច់ក្បាលគោនោះហើយចឹងឯងចាំមកតាមយើងពេលនោះអាបិសាចគោកំពុងតែបង្ខំនាងឲ្យរៀបការជាមួយក៏ប៉ុន្តែនាងមិនព្រមដាច់ខាត់នាងត្រូវទៅរៀបការចាប់នាងភ្លាមនាងបដលហើយអាជុកគ្រីមីណូលនេះដាវលោកម្ចាស់អ្នកសាមូរ៉ៃអំពើថោកទាបបែបនេះក៏ឯងហ៊ានធ្វើទៅរួចដែរតើឯងជាស្អីទៅមិនបាត់ចាយហ៊ានមកខាត់យើងថ្ងៃនេះយើងនឹងសម្លាប់ឯងចោលហើយស្លាប់ទៅឈប់សានលោកម្ចាស់កុំធ្វើបាបនាងអីលោកម្ចាស់បើចង់សម្លាប់បស្ជាអស់ស្នើណាសំបងកុំសម្លាប់អាចក៏រៃយោស្លាប់ទៅKelly ហេតុអីទៅពេលនេះនៅសល់តែអនុស្សាវរីយ៍ដែលដិតជាប់នៅក្នុងចិត្តខ្ញុំដែលមិនអាចបំភ្លេចបានខ្ញុំសន្យានឹងខ្លួនឯងថានឹងរកយុត្តិធម៌ជូនអ្នកដែលបានស្លាប់ទាំងអស់នោះហើយនឹងសម្លាប់អាសាមូរ៉ៃដោយដៃរបស់ខ្ញុំមិនអាចលើកលែងឲ្យវាបានទេខ្ញុំរក FF ឆាប់រៀបចំឡានឲ្យយើងបាត់ចុះហើយយើងមកដល់ហើយសាមូរ៉ៃចុះរៃអូយតែយ៉ាងដាក់ឆាប់ទីនេះគឺជាក្បាច់អត់ទំសាយឯទៅនៅមានអ្នកណាទៀតអត់មើលធ្វើកូនចៅឯងគ្មានបានកាប់ចាប់ចូលមកថ្ងៃនេះយើងមិនលើកលែងឲ្យឯងទេនេះតើឯងជាអ្នកណាឲ្យប្រកាសទៅកុំខ្វល់ថាយើងជាអ្នកណាយើងគឺជាអ្នកសម្លាប់ឯងនឹងហើយអាចង្រៃឯងជាអ្នកសម្លាប់មិត្តស្រីរបស់យើងឯងមាននៅចាំទេកុំនិយាយច្រើនយើងមិនដែលនិយាយច្រើនទេដល់ប៉ែនហើយនេះចូលមក
យើងនឹងសងសឹកឲ្យអ្នកគ្រប់គ្នាអាសាមូរ៉ាយអញត្រូវតែស្លាប់ទី អូ